វិសុលក្រូនេះខ្ញុំឈ្មោះយងស្រីណាដែលរៀននៅថ្នាក់ទី9កនៃសាលានុវិទ្យាល័យសំពៅលួងដែលតំណាងឲ្យក្រុមថ្ងៃពណ៌មានគោលបំណងពិសោធន៍អេឡិចត្រូនមេដាយផ្នែករូបវិទ្យានៃចម្ពោះទី4មានចំណងជើងថាអេឡិចត្រូនមេដាយក្នុងមេរៀនទី2ហើយមានចំណងជើងថាអេឡិចត្រូនមេដាយមុននឹងចូលទៅដល់ការពិសោធន៍យើងស្វែងយល់នៃពាក្យគន្លឹះជាមុនសិនដូចជាពាក្យអេឡិចត្រូនមានន័យថាជាឧបករណ៍ដែលដែកសុទ្ធជាព្រំជាពីរខ្សែចម្លងដែលចរន្តអគ្គិសនីឆ្លងកាត់បន្ទាប់ពីយើងបានពន្យល់នៃពាក្យកន្លឹះហើយគឺយើងឈានទៅដល់ការពិសោធន៍ប៉ុន្តែមុននឹងយើងឈានទៅដល់ការពិសោធន៍យើងមើលសម្ភារៈទាំងអស់គ្នាសម្ភារៈទី1មានដូចជាថ្មពិលខ្សែចម្លងគៀបដែកគោលសម្ភារៈរួចការពិសោធន៍មានដូចតទៅមុនដំបូងយើងត្រូវយកខ្សែចម្លងមករុំជុំវិញដែកគោលបន្ទាប់ពីរុំរួចយើងទទួលបានអេឡិចត្រូមេដាយដែលមានចំនួនស្ពាតិចប៉ុន្តែយើងត្រូវធ្វើបែបនេះម្ដងទៀតទៅលើដែកគោលថ្មីប៉ុន្តែយើងត្រូវរុំខ្សែចម្លងដើម្បីឲ្យវាមានចំនួនស្ពាច្រើនជាងមុនបន្ទាប់ពីធ្វើការរុំរួចយើងទទួលបានអេឡិចត្រូមេដាយដែលមានចំនួនស្ពាតិចនិងអេឡិចត្រូមេដាយមួយទៀតដែលមានចំនួនស្ពាច្រើនហើយបន្ទាប់មកយើងធ្វើការតេស្តសាកល្បងពីអេឡិចត្រូមេដាយដែលមានចំនួនស្ពារុំច្រើននិងអេឡិចត្រូមេដាយដែលមានចំនួនស្ពាតិចឥឡូវនេះយើងមកសាកល្បងពីកម្លាំងឆក់ទាញរបស់អេឡិចត្រូមេដាយដែលរុំដោយស្ពាតិចដែលមានរបុំស្ពាតិចនៅពេលដែលយើងបានភ្ជាប់ជាមួយនឹងថ្មពិលរួចយើងមកតេស្តអំពីកម្លាំងឆក់ទាញរបស់វាយើងឃើញថាវាឆក់បានត្រឹមតែ3ទៅ4ប៉ុណ្ណោះឥឡូវនេះយើងមកសាកជាមួយនឹងអេឡិចត្រូមេដាយដែលមានចំនួនស្ពាឬរបុំស្ពាច្រើនប្រើប្រាស់ជាមួយនឹងថ្មពិលដដែលយើងឃើញថាវាមានកម្លាំងឆក់ទាញច្រើនជាងអេឡិចត្រូមេដាយដែលមានរបុំតិចនេះគឺត្រូវបានបញ្ចប់ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូដែលបានទស្សនាវីដេអូនៃការពិសោធន៍របស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ